ក្រុមដែលកំពុងដើរទៅមុខលឿនបំផុតនោះគឺសត្វស្រមោចចល័តក្រុមរបស់ពួកវាមើលទៅច្របូកច្របល់ប៉ុន្តែជាក់ស្ដែងមានការបែងចែកភារកិច្ចច្បាស់លាស់ពួកវាហុំដីតឹង15ម៉ែត្រហើយរុញទៅមុខពួកវាជាម៉ាស៊ីនសម្លាប់ដែលកើតមកជាមួយស្រាប់សត្វរស់ណាក៏ជាទំនេរនៃការប្រមាញ់របស់ពួកវាពេលពួកវាខំសត្វពួកវានឹងចាក់ពុលដែលអាចរំលាយសាច់ដុំចូលក្នុងខ្លួនសត្វដើម្បីឲ្យការកាត់ចែកកាន់តែងាយស្រួលព្រោះពួកវាមិនមានរូងស្នាក់ទេដូច្នេះគេក៏ហៅពួកវាថាជាជនជាតិចល័តក្នុងពិភពស្រមោចសត្វស្រមោចប្រភេទនេះមានទំហំធំជាងសត្វស្រមោចផ្សេងច្រើនហើយមានមាត់បិទសម្រាប់ការការពារគេហៅថាស្រមោចទាហានដែលមានភារកិច្ចសំខាន់ក្នុងការវាយប្រហារការពារនិងបញ្ជាប្រភេទដែលមានទំហំតិចជាងប៉ុន្តែជើងវាវែងគេហៅថាស្រមោចដឹកជញ្ជូនទទួលខុសត្រូវយកអ្វីដែលឈ្នះបានត្រឡប់ទៅមូលដ្ឋានប្រភេទដែលមានទំហំតូចបំផុតគឺស្រមោចកម្មករដែលទទួលខុសត្រូវវាយប្រហារជាក្រុមហើយនៅពេលចាំបាច់ក៏ប្រើរាងកាយសង់ស្ពានផងដែរពួកវាជួយដឹកជញ្ជូនហើយបានយកសត្វដែលចាប់បានត្រឡប់ទៅមូលដ្ឋានហើយការការពាររបស់សម្បុកពួកវាក៏ខ្ពស់អស្ចារ្យផងដែរស៊ុំផ្ទះត្រូវបានសង់ឡើងដោយស្រមោចកម្មករជាច្រើនសែនក្បាលចាប់ដៃគ្នាដើម្បីទ្រទ្រង់ដោយរាងកាយហើយខាងក្នុងត្រូវបានការពារដោយទាហានរាប់លាននាក់ដែលការពារស្ត្រីស្រុកនិងសុទ្ធរបស់ពួកវាតាមមិនថាអ្វីដែលកំពុងហ៊ានចូលចិត្តរូងរបស់ពួកវានឹងត្រូវបានតាមដានដោយកងទ័ពដ៏ធំដូចកងទ័ពដំណើរហើយប្រាសាទនេះគឺជាព្រះរាជាណាចក្រសក្តិឥណ្ឌាដែលមានកងទ័ពរហូតដល់18លាននាក់វាគឺជាស្ត្រីស្រុកអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រសក្តិឥណ្ឌាជាមធ្យមរៀងរាល់3វិនាទីបង្កើតកូនមួយនាក់ចំនួនសុទ្ធក្នុងមួយថ្ងៃឡើងដល់30,000តែមួយគត់ដោយខ្លួនឯងបានបង្កើតព្រះរាជាណាចក្រក្រំដីដ៏ធំមួយសែនរបស់សក្តិឥណ្ឌារាល់គ្នានាំយកនៅភាពស្មោះត្រង់ដែរខាត់ចំពោះព្រះមហេសីការសាងសង់រូងសត្វកណ្ដៀរត្រូវការពេល5ឆ្នាំឬច្រើនជាងនេះទៅទៀតដើម្បីបញ្ចប់ដែលជាការខិតខំប្រឹងប្រែងរបស់កម្មករជំនាន់រាប់សិបខាងក្នុងរូងមិនត្រឹមតែអាចធ្វើឲ្យមានខ្យល់ចេញចូលនិងបង្ហូរទឹកប៉ុណ្ណោះទេ